បាទសួស្តីបងប្អូនជីកាសកលបាទថ្ងៃនេះខ្ញុំចុះមកចកាបាទនៅតំបន់នេះគេហៅជាំវត្តបាទជាំវត្តឃុំកកោះស្រុកសន្ទុកបាទខេត្តកំពង់ធំបាទចន្ទីនេះតាមមកសួរម្ចាស់គាត់មិញអាយុមានចន្លោះពី6ឆ្នាំទៅដល់ជាង10ឆ្នាំបាទវាមានតូចមានធំលាយឡំគ្នាចឹងទៅបាទហើយចន្ទីនេះដូចជាគាត់តំទិញពីម្ចាស់គេមួយទៀតចឹងណាបាទហើយបងប្អូនមើលចន្ទីមួយនេះគាត់ចាប់ដើមតែងមែកនៅក្នុងខែ6ដាក់ជីគ្រាប់នៅក្នុងខែ7បាទប៉ុន្តែការចេញត្រួយមករហូតមកដល់ថ្ងៃនេះថ្ងៃទីប៉ុន្មាននេះបាទ20ទី20បាទថ្ងៃទី20ហើយបាទអត់ទាន់មានឃើញចេញត្រួយមកខ្លាំងទេវាមានចេញមួយបងប្អូនចេញមួយសឹងថាមិនទាន់បាន10%ផងបាទស្របពេលដែលចកាមួយទៀតរបស់មួយខ្ញុំនៅប្រាសាទសម្បូរនោះបាទគឺចេញត្រួយអស់ហលីងហើយបាទត្រៀមនឹងចេញការបាទត្រៀមនឹងចេញការអញ្ចឹងខ្ញុំចង់បញ្ជាក់បងប្អូនថាទោះបីយើងដាក់ជីគ្រាប់តែងមែកពីមុនមកក៏ដោយបើយើងអត់មានការជួយជំរុញបាទពីជីបាញ់ទេដំណើរការនៃការលូតលាស់របស់ដំណាំចន្ទីវាយឺតតើបញ្ជាក់អ្មេចថាវាយឺតបងប្អូនកាលណាដំណាំចន្ទីក្រោយពីប្រមូលផលរួចយើងទុកវាចោលរហូតបាទបងប្អូនសង្កេតឃើញរហូតដល់ខែនេះហើយស្លឹករបស់វានៅមានសភាពលឿងកាលណាលឿងវាបញ្ជាក់ថាវាខ្វះនៅពពួកមីក្រូធាតុអាខ្វះខ្លាំងជាងគេហ្នឹងគឺមានដែកទង់ដែងម៉ង់កាណេះនិងសង្កសីអញ្ចឹងកាលណាវាខ្វះអា4ហ្នឹងហើយបងប្អូនដំណើរការនៃការផលិតជាអាហារអន្សំអាហារវាហ្នឹងគឺវាអត់សូវបរិបូរទេបងប្អូនមើលអាយុចាំទីដូចគ្នាយើងមើលដើមដងបានយើងដឹងថាតើអាហារវាបែបណានៅភ្ញៀវរបស់ខ្ញុំដែលបាញ់ហើយ2 ដងនេះសង្កេតឃើញថាដើមវាបងប្អូននេះតាមដើមទៅវាមានសភាពថ្លាបងប្អូនមើលបាទវាថ្លាបាទវាមិនស្ងួតចេះទេបងប្អូនមានស្ងួតចឹងឲ្យចន្លោះអាកន្លែងចេះនេះចន្លោះកន្លែងនេះខ្ញុំប្រាប់បងប្អូននេះប្រាប់ទៀតឲ្យមើលអាហ្នឹងមែនតើបាទតែវាអត់មានពណ៌ពងមាន់ឃើញទេយើងស្អាប់ទេបងប្អូនមើលតាមហ្នឹងបងប្អូនដែលមើលเพจខ្ញុំបងប្អូនដឹងហើយភ្ញៀវរបស់ខ្ញុំដែលគាត់បាញ់របស់ខ្ញុំហើយគឺវាមានសភាពថ្លាហ្នឹងណាបាទអញ្ចឹងកាលណាវាអត់ថ្លាវាបានន័យថាម៉េចអាហាររបស់វានឹងអត់សូវមានកាលណាអាហារអត់សូវមានបើទៅដល់ពេលដែលយើងចិត្តប្រមូលផលវាជួបរឿងជ្រុះការជួបក្តាប់ពីព្រោះនៅពេលដែលចិត្តប្រមូលផលបងប្អូនបាទវាត្រូវការអាហារច្រើនវាត្រូវការទប់បំរែបំរួលអាកាសធាតុផងទប់សត្វល្អិតផងបាទវាត្រូវការអាហារហ្នឹងដើម្បីជំរុញទាំងអស់ពីណាពីណីមកគឺវាប្រមូលអស់ហើយទៅលើផ្កាផ្លែដល់ទៅពេលវាឲ្យវាអត់គ្រប់វាត្រូវទៅជួបប្រាជួបក្តាប់អញ្ចឹងដំណើរការដល់ពេលដែលយើងបាញ់ពួកមីក្រូធាតុហើយនៅអាស្លឹកវានឹងចាប់ដើមចេញត្រួយមុននេះបាទមិនមែនពជាពេលដល់ឥឡូវនេះទេបាទវាចេញមុននឹងហើយវាបង្កើតជាតិស្ករវាផលិតមកជាអាហារកាលណាផលិតជាអាហារបានក្នុងដើមបំរុងទុកសម្រាប់ការផ្លែបានច្រើនវាធ្វើឲ្យដើមនេះវាមិនមែនស្អាប់ចឹងទេវាថ្លាបងប្អូនចឹងណាបាទគ្រប់ដើមទាំងអស់គឺខ្ញុំសង្កេតឃើញថាវាមិនទាន់ថ្លាដល់ចំណុចមួយដែលយើងចង់បានណាបងប្អូនបាទភាពថ្លារបស់វាបងប្អូនមើលចន្ទីអាយុប៉ុណ្ណេះហើយវាគួរណាតាមានសភាពរៀងប្រេះខ្លាំងណាបើភ្ញៀវរបស់ខ្ញុំអូយអត់បានទេភ្ញៀវរបស់ខ្ញុំដែលប្រើកន្លងមកបាទគឺប្រេះខ្លាំងណាអាយុចន្ទីចន្លោះពី8ដល់10ឆ្នាំបែបនេះចឹងវារៀងកម្ៅហើយកាលណាវាកម្ៅបែបនេះបងប្អូនទៅពេលដែលយកផលមកជួបបំរែបំរួលអាកាសធាតុយ៉ាងខ្លាំងតិចគឺជួបការជួបក្តាប់ហ្មងឃើញបងមួយចន្លោះនេះវាប្រេះដូចគ្នាបងប្អូនប៉ុន្តែក៏ថាខ្ញុំបញ្ជាក់បងប្អូនថាប្រេះដូចគ្នាប៉ុន្តែក៏ថាក្នុងចន្លោះប្រេះហ្នឹងគឺវាអត់ពងមាន់អញ្ចឹងអត់ពណ៌ពងមាន់បងប្អូនមើលទាំងអស់បាទដើមដងវិញចឹងរឿងដែលយើងធ្វើឲ្យចន្ទីនេះមានសភាពប្រេះគឺចឹងប៉ិនអត់ប្រេះរៀងលងចឹងបងប្អូនកាលណាបងប្អូនបាញ់ពួកមីក្រូធាតុនៅក្នុងជីបំពន់វាមាន NPK និងមីក្រូធាតុទាំង4មានដែកទង់ដែងម៉ង់កាណេះសង្កសីបាទវានឹងប្រែពណ៌ថ្លាហើយនៅក្នុង3អាទិត្យឬមួយ4អាទិត្យបាទអាចបាញ់ម្ដងឬមួយក៏2 ដងគឺវាផ្លាស់ប្ដូរមក
កាលណាវាផ្លាស់ប្ដូរបងប្អូនបន្តបាញ់បញ្ចូលពេលហ្នឹងអាហារកើតច្រើនកាលណាអាហារកើតច្រើនការជួបក្តឹបវាអត់មានទេបងប្អូន